នេះគឺជាសារមន្ទីរហ្គីមេនៅកណ្ដាលទីក្រុងប៉ារីសមិនឆ្ងាយប៉ុន្មានពីទូអេហ្វេលដែលយើងទាំងអស់គ្នាបានស្គាល់នោះទេអ្វីដែលកាន់តែពិសេសបំផុតនោះគឺសារមន្ទីរនេះដាក់តាំងរូបចម្លាក់បដិមាករវត្ថុបុរាណនានារបស់ខ្មែរយើងច្រើនជាងគេបំផុតនៅក្នុងពិភពលោកហើយអ្វីដែលគួរដែលសោកស្ញែងគឺបារាំងបានបង្ហាញទៅកាន់ពិភពលោកអំពីអត្តសញ្ញាណអំពីអរិយធម៌វប្បធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរយើងកាលពីអតីតកាលបារាំងមិនដែលម្ដងណាលុបបំបាត់អត្តសញ្ញាណខ្មែរទេតែងតែលើកដំកើងលើកស្ទួយមកដល់សប្តាហ៍ថ្ងៃហើយយើងអាចស្រមៃមើលបើសិនជាបារាំងមិនថែរក្សាអត្តសញ្ញាណរបស់យើងមិនបង្ហាញពិភពលោកឲ្យស្គាល់ប្រហែលជាចោលសៀមឬក៏នៅក្នុងសម័យសង្គ្រាមសម័យខ្មែរក្រហមអ្វីហ្នឹងគឺថាប្រទេសកំពុងតែចុះខ្សោយព្រាត់ប្រាសអត់អាហារងើបពីសង្គ្រាមមកផងមិនដឹងថារបស់របរទាំងនោះបាត់ទៅណាអស់ខ្លះទេគ្នាយើងខ្លះយកច្រឡំថាបារាំងបានលួចមាសពេជ្រកែវកងទូសូរការូបចម្លាក់នានាមកប្រទេសខ្លួនឯងប៉ុន្តែបារាំងសិតតែមានការសុំអនុញ្ញាតត្រឹមត្រូវហើយគេយកមកស្រាវជ្រាវដើម្បីថែរក្សាអត្តសញ្ញាណឲ្យខ្មែរយើងទេទោះជាតាំងនៅសារមន្ទីររបស់គេនៅឯប្រទេសបារាំងនេះក៏គេមិនលួចបំបត្តិដែរខុសពីចោលនៅជិតខាងយើងចូលគ្រប់គ្រងអង្គរវត្តបាន3ដងហ្នឹងគឺថាលួចយកចេញទៅហើយកែប្រែកែកាឡៃប្រវត្តិសាស្ត្រថាសិតតែរបស់គាត់ទាំងអស់តែម្ដងជាខុសពីខាងបារាំងគេយកមកអភិរក្សថែរក្សាហើយបដិមាករខ្លះដែលបាត់បង់ទៅគេបានបញ្ជូនទៅឲ្យសារមន្ទីរជាតិយើងវិញហើយមកដល់សប្តាហ៍ថ្ងៃនេះគេកំពុងតែធ្វើការតាំងពិព័រណ៍យ៉ាងធំហៅថារីកសម្រិទ្ធកំពុងតែដឹកទៅសហរដ្ឋអាមេរិករដ្ឋនានាផ្សេងៗបីបង្ហាញអត្តសញ្ញាណខ្មែរវប្បធម៌អរិយធម៌ដ៏រុងរឿងទៅកាន់ពិភពលោក